សូមអនុមោទនាបុណ្យកឋិនទានមហាសាមគ្គីដង្ហែទៅកាន់វត្តរតនមហាមុនីហៅវត្តបល្លង្កីស្ថិតនៅក្នុងភូមិថ្មីឃុំកន្ទឺមួយស្រុកបាណន់ខេត្តបាត់ដំបងខ្ញុំប្រកាសណាយើងខ្ញុំអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តរតនមហាមុនីហៅវត្តបល្លង្កីមានសទ្ធាជ្រះថ្លាបានដួចផ្ដើមប្ររពធ្វើកឋិនទានមហាសាមគ្គីមួយដើម្បីវេប្រគេនព្រះសង្ឃគង់ចាំប្រវសាអស់ត្រីមាសចំនួន3ខែនៅក្នុងពុទ្ធសីមាវត្តរតនមហាមុនីហៅវត្តបល្លង្កីអាស្រ័យដោយបានជម្រាបជូនខាងលើនេះខ្ញុំប្រកាសណាយើងខ្ញុំសូមគោរពនិមន្តនិងអញ្ជើញព្រះករុណាឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញានិងពុទ្ធបរិស័ទចិត្តឆ្ងាយមេត្តាចូលរួមចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនកម្មវិធីបុណ្យថ្ងៃសៅរ៍11កើតខែកដិកត្រូវនៅថ្ងៃទី1ខែវិច្ឆិកាពុទ្ធសករាជ2569គ្រិស្តសករាជ2025នៅវេលាម៉ោង 3:30 នាទីរសៀលល្ងាចជួបជុំពុទ្ធបរិស័ទចិត្តឆ្ងាយនមស្ការបរតនត្រ័យនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងពធទេសនានៅវត្តរតនមហាមុនីហៅវត្តបល្លង្កីលុះដល់ថ្ងៃអាទិត្យ12កើតខែកដិកត្រូវនឹងថ្ងៃទី2ខែឆ្នាំដដែលវេលាម៉ោង 7:30 នាទីព្រឹករហូតដល់ម៉ោង 11:00 នាទីជួបជុំពុទ្ធបរិស័ទចិត្តឆ្ងាយនិងប្រគេនផាត់ព្រះសង្ឃលុះដល់វេលាម៉ោង 12:15 នាទីរសៀលនមស្ការបរតនត្រ័យសមាទានសិលបន្ទាប់មកចាប់ផ្ដើមរៀបចំដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់ធម្មសភាសាលាលុះដល់វេលាម៉ោង 1:30 នាទីរសៀលវេអង្គកឋិនទានប្រគេនព្រះសង្ឃជាកិច្ចបញ្ចប់កម្មវិធីបុណ្យអ្នកផ្ដើមបុណ្យពុទ្ធបរិស័ទខេត្តកំពង់ចាមពុទ្ធបរិស័ទខេត្តសៀមរាបខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងខេត្តកណ្ដាលភ្នំពេញព្រមទាំងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់ញាតិញោមជាពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាចង់ចូលរួមអនុមោទនាកឋិនទានមហាសាមគ្គីនេះអាចទំនាក់ទំនងមកកាន់ប្រព័ន្ធទូរស័ព្ទលេខ012 499 125 092 499 755 088 75 33 កឋិនទានមានកាលកំណត់សន្មតត្រឹមតែ29ថ្ងៃហេតុនេះអស់លោកអ្នកគួរលោកលៃឆ្នៃពេលវេលាឲ្យសមរម្យព្រោះថាទាននេះជាទានឧត្តមដែលព្រះបរមទ្រង់ត្រាស់សរសើរថាជាទានបានអានិសង្សខ្ពស់គ្រាន់បើប្រសើរជាងទាននានាទាំងអស់ព្រោះថាទាននេះជាទានដែលស្មោះតម្កល់ខ្ពង់ខ្ពស់ឆ្ពោះព្រះសង្ឃថ្លៃហេតុនេះអស់លោកអ្នកទាំងប្រុសស្រីគួរតែលោកលៃធ្វើឲ្យបានរដូវកឋិនបានមកដល់ហើយបរិស័ទយើងអើយធ្វើទាំងអស់គ្នាតាំងចិត្តជាធំកំបីរុញរាធ្វើដោយសទ្ធាជាកឋិនទានកឋិនទានមានត្រៃចីវរយើងធ្វើដោយល្អតពីបុរាណព្រះពុទ្ធជាម្ចាស់ល្អអះកានអនុញ្ញាតឲ្យបានធ្វើគ្រប់គ្នាកឋិនជាទានកើតមានដល់សង្ឃជាទានផូរផង់ត្រង់ដោយសទ្ធាទាននេះជាទានមានកាលវេលាមិនមែនគ្រប់គ្នាចេះតែធ្វើបានខេមរៈបរិស័ទកាត់ក្តីកំណាញ់តិចច្រើនម្ដេចមិញចេញពីសន្តានបុណ្យជាតិសាសនាថ្លៃថ្លាកល្យានរក្សាឲ្យបានកើនកានរៀងអើយ